ទោះមិនអាចយកប្រទេសជីកប៉ាណាម៉ាមកគ្រប់គ្រងតាមពាក្យគម្រាមរដ្ឋបាលលោកដូណាល់ត្រាំនៅទីបំផុតបានដាក់សម្ពាធរហូតដល់ប៉ាណាម៉ាយល់ព្រមឲ្យដាក់ពង្រាយទ័ពជាលើកទី1នៅក្នុងទឹកដីប៉ាណាម៉ាចាប់តាំងពីអាមេរិកប្រគល់ប្រទេសជីកទៅឲ្យប៉ាណាម៉ាគ្រប់គ្រងវិញនៅឆ្នាំ1999នៅថ្ងៃពុធទី9មេសានៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសប៉ាណាម៉ារដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងទ្វេភាគីមួយដែលនឹងអនុញ្ញាតឲ្យអាមេរិកអាចដាក់ពង្រាយទ័ពនៅជុំវិញប្រទេសជីកប៉ាណាម៉ាយោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងដែលទីភ្នាក់ងារព័ត៌មានបារាំង AFP បានទទួលយកមកចែកចាយបន្តកងទ័ពអាមេរិកហើយនឹងក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជនរបស់រដ្ឋាភិបាលអាមេរិកនឹងអាចចូលទៅប្រើប្រាស់ទីតាំងមូលដ្ឋានទ័ពដែលអាមេរិកធ្លាប់បានបង្កើតឡើងនៅប៉ាណាម៉ាកាលពីប្រមាណទសវត្សរ៍មុនសម្រាប់ហ្វឹកហាត់ធ្វើសម្ពយុទ្ធយោធាឬក៏សកម្មភាពយោធាផ្សេងទៀតកិច្ចព្រមព្រៀងយោធារវាងប្រទេសទាំងពីរដែលមានសុពលភាពរយៈពេល3ឆ្នាំបានចែងផងដែរថាកប៉ាល់ចម្បាំងអាមេរិកត្រូវទទួលអត្ថិភាពមុនគេហើយនឹងឆ្លងកាត់តាមប្រទេសជីកប៉ាណាម៉ានេះដោយមិនចាំបាច់បង់លុយនៅក្នុងសារលើបណ្ដាញសង្គម X រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានសរសេរថាអាមេរិកបានចុះកិច្ចព្រមព្រៀងជាច្រើនជាមួយនឹងប៉ាណាម៉ាហើយថាអាមេរិកកំពុងតែយកព្រែកជីកប៉ាណាម៉ាមកវិញជាទីដែលចិនកំពុងតែពង្រីកឥទ្ធិពលខ្លាំងច្រើនជ្រុលកប៉ាល់ដឹកទំនិញប្រមាណ 40% របស់អាមេរិកប្រើប្រាស់ប្រទេសជីកប៉ាណាម៉ាដើម្បីឆ្លងកាត់ពីមហាសមុទ្រអាត្លង់តិកទៅមហាសមុទ្រប៉ាស៊ីហ្វិកហើយមានតែ 5% ប៉ុណ្ណោះនៃទំនិញពិភពលោកដែលឆ្លងកាត់តាមប្រទេសជីកប៉ាណាម៉ាដោយសារតែកប៉ាល់ដឹកទំនិញអាមេរិកឆ្លងកាត់ប្រទេសជីកច្រើនជាងគេហើយម្យ៉ាងប្រទេសជីកប៉ាណាម៉ានេះស្ថិតនៅក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនចិនហុងកុងលោកដូណាល់ត្រាំតែងតែរអ៊ូរទាំថាអាមេរិកបង់ថ្លៃឆ្លងកាត់ប្រទេសជីកច្រើនជាងគេហើយនឹងបានគំរាមចង់យកប្រទេសជីកប៉ាណាម៉ានេះមកគ្រប់គ្រងវិញនិងម្យ៉ាងក៏ដើម្បីប្រជែងប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅតំបន់អាមេរិកឡាទីននៅក្រៅការគំរាមហើយនឹងការដាក់សម្ពាធខ្លាំងពីរដ្ឋបាលអាមេរិកប៉ាណាម៉ាក៏បានសាររើកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនចិនហុងកុងដែលគ្រប់គ្រងកំពង់ផែចំនួន2នៅប្រទេសជីកប៉ាណាម៉ានៅទីបំផុតក្រុមហ៊ុនហុងកុងឈ្មោះថា CK Hutchison កាលពីខែមីនាក៏បានប្រកាសផ្ទេរការវិនិយោគគ្រប់គ្រងកំពង់ផែទាំងអស់នៅក្នុងលោកនៅក្នុងនោះមាន2នៅប៉ាណាម៉ាផងដែរទៅឲ្យក្រុមហ៊ុនអាមេរិក BlackRock គ្រប់គ្រងវិញដែលជាហេតុធ្វើឲ្យរដ្ឋអំណាចពាកាំងខឹងក្តៅក្រហាយហើយបានប្រកាសបើកការស៊ើបអង្កេតទៅលើការទិញលក់កំពង់ផែយុទ្ធសាស្ត្រតាំងពីប្រទេសប៉េរូប្រធានាធិបតីប៉ាណាម៉ាវិញបានទទួលស្គាល់ថារដ្ឋាភិបាលរបស់លោកបានយល់ព្រមឲ្យអាមេរិកពង្រាយទ័ពនៅតាមទីតាំងណាដែលប៉ាណាម៉ាជាអ្នកកំណត់ក៏ប៉ុន្តែយ៉ាងណាក៏ដោយប៉ាណាម៉ានឹងមិនអនុញ្ញាតដាច់ខាតឲ្យអាមេរិកដាក់មូលដ្ឋានទ័ពអចិន្ត្រៃយ៍សារជាថ្មីនៅប៉ាណាម៉ាប្រធានាធិបតីប៉ាណាម៉ាបាននិយាយថាឆ្លើយតបទៅនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិកដែលចង់ដាក់មូលដ្ឋានទ័ពសារជាថ្មីនៅប៉ាណាម៉ានោះលោកបានសួរចោទទៅវិញថាតើអាមេរិកនេះចង់បង្កចលាចលបញ្ឆេះភ្លើងនៅប៉ាណាម៉ាឬក៏យ៉ាងណាប្រទេសជីកប៉ាណាម៉ាគឺនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ានេះគឺជាការបញ្ជាក់របស់ប្រធានាធិបតីប៉ាណាម៉ាវត្តមានមូលដ្ឋានទ័ពអាមេរិកនៅប៉ាណាម៉ានេះមិនត្រឹមតែរងការប្រឆាំងខ្លាំងពីសំណាក់ប្រជាជនប៉ាណាម៉ាដែលស្អប់ហើយនឹងបានដុតទង់ជាតិអាមេរិកនៅក្នុងអំឡុងទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកនៅប៉ាណាម៉ាតែប៉ុណ្ណោះទេក៏ប៉ុន្តែវានឹងផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់ប៉ាណាម៉ា